តើអ្នកអាចរស់រៀនមានជីវិតក្នុងយុគសម័យ Proto-Texas បានដែរឬទេថ្ងៃទី1អ្នកបានគេងលក់នៅលើគ្រែរបស់អ្នកហើយស្រាប់តែភ្ញាក់ឡើងនៅកណ្ដាលដីនៃ Proto-Texas វាមានសសរផ្សិតកម្ពស់8ម៉ែត្រដែលបានបាត់ខ្លួនទៅក្នុងអាបដោយគ្មានអ្វីក្រៅពីស្លែនិងភាពសើមនៅជុំវិញខ្លួននោះឡើយវាគឺជាព្រឹត្តិការណ៍កាលពី4លានឆ្នាំមុនហើយអ្នកគឺជាសាច់ទុនតែមួយគត់នៅទីនេះថ្ងៃទី30អ្នកត្រូវនៅឲ្យឆ្ងាយពីទឹកនៅតំបន់ទឹករាក់មានខ្យាដំរីសមុទ្រមួយបានហៅកាត់វាគឺជាពពួក Erythroid ត្រឹមតែការវាយប្រហារមួយរំពេចវានឹងអូសអ្នកទៅបាត់ដូចជាសត្វរំពេអញ្ចឹង6ខែក្រោយមកអ្នកដឹងថាដីគោកក៏មិនមែនជាទីកន្លែងដែលមានសុវត្ថិភាពដែរនៅក្នុងស្លែមានសត្វក្អែកបុរាណមួយកំពុងវាមានទំហំតូចបើធៀបនឹងពួកសត្វយក្សនាពេលអនាគតនៅលើដីពួកសត្វជើងសន្លាក់ Arthropods ទើបតែចាប់ផ្ដើមរៀនពីរបៀបបរបាញ់ប៉ុណ្ណោះឆ្នាំទី1អ្នកកាន់តែឆ្លាតជាងមុនប៉ុន្តែមិនមែនខ្លាំងជាងមុនទេអ្នករស់នៅក្នុងរូងភ្នំភាពសើមធ្វើឲ្យអ្នកអស់កម្លាំងហើយភាពរងាធ្វើឲ្យអ្នកបាត់បង់ការផ្ដោតអារម្មណ៍អ្នករស់បាន1ឆ្នាំហើយនោះគឺជាអភូតហេតុនៃស្ថិតិទៅហើយឆ្នាំទី3អ្វីដែលអាក្រក់ជាងត្រីនៅក្បែរឆ្នេរវាគឺជាសត្វទិកតាឡៃវាមិនដេញតាមអ្នកទេវាកំពុងរងចាំតែអ្នកផ្លត់ស្នៀតដួលប៉ុណ្ណោះហើយអ្នកនឹងយល់ថានៅក្នុងពិភព Proto-Texas នេះអ្នករស់រៀនមានជីវិតមិនមែនដោយសារអ្នកខ្លាំងជាងមុនទេប៉ុន្តែដោយសារអ្នកមានសំណាងរហូតមកដល់ពេលនេះ